អោប្រវោបិតាដែលគង់នៅឋានសួគ៌អើយថ្ងៃនេះដួងចិត្តរបស់ទូបង្គំពោពេញទៅដោយអំណរនិងសេចក្តីរីករាយចង់អរព្រះគុណព្រះអង្គដ៏ជ្រាលជ្រៅបំផុតចេញពីដួងចិត្តរបស់ទូបង្គំសូមអរព្រះគុណព្រះអង្គដែលព្រះអង្គជាព្រះដ៏សែនល្អទ្រង់ប្រកបដោយបរិហារតីស្រឡាញ់ទូបង្គំសូមអរព្រះគុណព្រះអង្គសម្រាប់រាល់គ្រប់ទាំងវិធីសាស្ត្រដ៏អស្ចារ្យដែលព្រះអង្គបានយកបរិហារតីទុកដាក់ចំពោះទូបង្គំជារៀងរាល់ថ្ងៃទូបង្គំមានសេចក្តីអំណរយ៉ាងខ្លាំងដែលបានក្លាយជាបុត្រធីតារបស់ព្រះអង្គនិងទទួលបទពិសោធន៍ពីសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ទ្រង់អោប្រវោបិតាអើយទូបង្គំសូមអរព្រះគុណទ្រង់ចំពោះអ្វីៗទាំងអស់ដែលព្រះអង្គបានផ្គត់ផ្គង់នៅក្នុងជីវិតរបស់ទូបង្គំនៅពេលដែលទូបង្គំក្រឡេកមើលជុំវិញខ្លួនហើយសិញ្ជឹងគិតអំពីសេចក្តីល្អទាំងឡាយដែលទ្រង់បានប្រទានមកទូលបង្គំមិនអាចទប់ចិត្តមិនឲ្យសរសើរដំកើងនៅចំពោះសេចក្តីសប្បុរសដ៏ទូលំទូលាយរបស់ព្រះអង្គបានឡើយព្រះអង្គបានប្រទានឲ្យទូបង្គំយ៉ាងច្រើនឥតគណនាទាំងរឿងតូចនិងរឿងធំអោព្រះវរបិតាអើយព្រះបន្ទូលរបស់ព្រះអង្គដែលមានចែងនៅក្នុងព្រះគម្ពីរ1 ទេសាឡូនីកចំពុក5 ខ 18បានចែងថាចូលអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ត្បិតព្រះអង្គសព្វហារតីឲ្យបងប្អូនដែលរួមជាមួយព្រះគ្រីស្ទយេស៊ូវធ្វើដូច្នេះឯងនៅថ្ងៃនេះទូបង្គំជ្រើសរើសយកការអរព្រះគុណព្រះអង្គគ្រប់កាលៈទេសៈទាំងអស់ទោះបីជាជីវិតមានភាពលំបាកយ៉ាងណាក៏ដោយក៏ទូបង្គំនៅតែអាចស្វែងរកហេតុផលដើម្បីអរព្រះគុណនៅចំពោះសេចក្តីល្អរបស់ព្រះអង្គបានដែរបបិទ្ធព្រះជាម្ចាស់ទូបង្គំសូមអរព្រះគុណចំពោះអំណោយទាននៃជីវិតនេះសូមអរព្រះគុណទ្រង់ដែលបានអនុញ្ញាតឲ្យទូបង្គំបានភ្ញាក់ឡើងនៅព្រឹកនេះនិងប្រទានថ្ងៃមួយទៀតដើម្បីឲ្យទូបង្គំរស់នៅដើម្បីស្រឡាញ់និងបម្រើព្រះអង្គរាល់គ្រប់ដង្ហើមដែលទូបង្គំដកគឺជាអំណោយទានមកពីព្រះអង្គអោព្រះអម្ចាស់អើយព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរទំនុកកំកាងចំពុក118 ខ 24បានចែងថាថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមកយើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះកូនសូមអរព្រះគុណព្រះអង្គសម្រាប់ថ្ងៃនេះដែលព្រះអង្គបានបង្កើតឡើងទូបង្គំជ្រើសរើសរីករាយនិងមានអំណរព្រោះព្រះអង្គល្អហើយសេចក្តីស្រឡាញ់របស់ព្រះអង្គមិនដែលបរាជ័យឡើយអោប្រវោបិតាអើយទូបង្គំសូមអរព្រះគុណចំពោះគ្រួសារនិងមនុស្សទាំងឡាយដែលព្រះអង្គបានដាក់នៅក្នុងជីវិតរបស់ទូបង្គំសូមអរព្រះគុណចំពោះអ្នកដែលស្រឡាញ់គាំទ្រនិងយកចិត្តទុកដាក់ចំពោះទូបង្គំសូមអរព្រះគុណព្រះអង្គចំពោះអំណរនៃទំនាក់ទំនងនិងការដែលមិនទុកឲ្យទូបង្គំដើរលើផ្លូវជីវិតនេះតែឯងឡើយព្រះអម្ចាស់ទូបង្គំសូមអរព្រះគុណព្រះអង្គចំពោះអាហារដែលព្រះអង្គបានផ្គត់ផ្គង់ជារៀងរាល់ថ្ងៃរាល់អាហារដែលទូបង្គំពិសានិងទទួលទានគឺជាព្រះពរមកពីព្រះអង្គសូមអរព្រះគុណទ្រង់ដល់កសិករដែលដាំដុះអាហារមនុស្សដែលរៀបចំវានិងការផ្គត់ផ្គង់របស់ព្រះអង្គដែលរក្សាឲ្យទូបង្គំមានសុខភាពល្អនិងមាំមួននៅក្នុងព្រះគម្ពីរទំនុកដំកើងចំពុក136 ខ 25បានចែងថាព្រះអង្គប្រទានអាហារដល់សត្វលោកទាំងឡាយត្បិតព្រះハរតីមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅព្រះអម្ចាស់ដែលគង់នៅឋានសួគ៌អើយគុណសូមអរព្រះគុណព្រះអង្គដែលព្រះអង្គបានចិញ្ចឹមបីបាច់ថែរក្សាទូបង្គំក្រុមគ្រួសាររបស់ទូបង្គំហើយព្រះអង្គតែងតែយកព្រះハរតីទុកដាក់ទៅលើតម្រូវការរាងកាយរបស់ទូបង្គំសេចក្តីស្រឡាញ់របស់ព្រះអង្គពិតជាស្ថិតស្ថេរអស់កលជានិច្ចហើយទូបង្គំមើលឃើញថាវានៅក្នុងគ្រប់អាហារដែលព្រះអង្គបានប្រទានឲ្យអោព្រះអម្ចាស់អើយទូបង្គំសូមអរព្រះគុណទ្រង់ដែលបានប្រទានទីជម្រកដល់ទូបង្គំទោះបីជាតូចឬក៏ធំក្តីឆាត់ឆាយឬក៏សាមញ្ញក៏ដោយក៏ទូបង្គំមានសេចក្តីអរព្រះគុណព្រះអង្គចំពោះជម្រកដំបូលផ្ទះដែលព្រះអង្គបានគ្របនៅលើក្បាលរបស់ទូបង្គំកូនអរព្រះគុណទ្រង់ដែលបានការពារទូបង្គំពីធាតុអាកាសគ្រប់កាលៈទេសៈទាំងអស់ដែលព្រះអង្គបានប្រទានកន្លែងប្រកបដោយសុវត្ថិភាពសម្រាប់ទូបង្គំនិងក្រុមគ្រួសារព្រះម្ចាស់អើយទូបង្គំសូមអរព្រះគុណទ្រង់សម្រាប់សម្លៀកបំពាក់និងការរក្សាទូបង្គំឲ្យមានភាពកក់ក្ដៅគុណសូមអរព្រះគុណទ្រង់ដែលទ្រង់បានផ្គត់ផ្គង់អ្វីៗដែលទូបង្គំត្រូវការដើម្បីឲ្យមានភាពងាយស្រួលនិងទទួលបានការការពារព្រះអង្គយកព្រះハរតីទុកដាក់សំបីតែតម្រូវការសាមញ្ញទាំងនេះហើយវាបង្ហាញឲ្យទូបង្គំឃើញថាព្រះអង្គស្រឡាញ់ទូបង្គំខ្លាំងប៉ុណ្ណានៅក្នុងព្រះគម្ពីរម៉ាថាយចំពុក6 ខ 26បានចែងថាចូលរំពៃមើលបាក់សាបក្សីនៅលើមេឃវាមិនដែលសាបព្រោះមិនដែលច្រូតកាត់មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយប៉ុន្តែព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅឋានបរមសុខទ្រង់ចិញ្ចឹមវាឬឯអ្នករាល់គ្នាមានតម្លៃលើសបាក់សាបក្សីទាំងនោះទៅទៀត
ព្រះអង្គអើយកូនអរព្រះគុណទ្រង់ដែលព្រះអង្គផ្ដល់តម្លៃដល់ទូបង្គំនិងយកព្រះハរតីទុកដាក់ចំពោះទូបង្គំយ៉ាងល្អប្រសើរបែបនេះព្រះអង្គទូបង្គំអរព្រះគុណទ្រង់ចំពោះសុខភាពកម្លាំងពលំរបស់ទូបង្គំសូមអរព្រះគុណទ្រង់ចំពោះរាងកាយដែលដំណើរការបានយ៉ាងល្អចិត្តគំនិតដែលគិតនិងបេះដូងដែលនៅតែលូនទោះបីជានៅពេលទូបង្គំមានអារម្មណ៍មិនស្រួលខ្លួនក៏ដោយក៏ទូបង្គំនៅតែមានសេចក្តីថ្លែងអំណរគុណគ្រប់អ្វីៗទាំងអស់ដែលព្រះអង្គបានប្រទានមកអោព្រះម្ចាស់ដែលគង់នៅឋានសួគ៌អើយព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរទុតិយកថាចំពុក8ខ18បានចែងថាចូលនឹកចាំពីព្រះអម្ចាស់ជាព្រះរបស់អ្នកដែលប្រទានឲ្យអ្នកមានកម្លាំងប្រមូលបានសម្បត្តិដើម្បីបញ្ជាក់សម្ព័ន្ធមេត្រីដែលព្រះអម្ចាស់បានចងជាមួយបុព្វបុរសរបស់អ្នកដោយព្រះអង្គធ្វើនៅថ្ងៃនេះស្រាប់កូនសូមអរព្រះគុណព្រះអង្គដែលព្រះអង្គបានប្រទានសមត្ថភាពនិងកម្លាំងដល់ទូបង្គំអ្វីៗទាំងអស់ដែលទូបង្គំអាចធ្វើបានគឺសុទ្ធតែមកពីព្រះអង្គទាំងអស់អោព្រះម្ចាស់អើយទូបង្គំសូមអរព្រះគុណទ្រង់ចំពោះការអត់ទោសនិងសេចក្តីមេត្តាករុណារបស់ព្រះអង្គគុណអរព្រះគុណទ្រង់ដែលព្រះអង្គស្រឡាញ់ទូបង្គំសូម្បីតែនៅពេលទូបង្គំធ្វើខុសក៏ដោយគុណអរព្រះគុណទ្រង់ដែលព្រះអង្គប្រទានការចាប់ផ្ដើមថ្មីនិងឱកាសថ្មីដើម្បីឲ្យទូបង្គំធ្វើឲ្យបានល្អជាងមុនព្រះគុណរបស់ព្រះអង្គធ្វើឲ្យទូបង្គំមានការកោតសរសើរជារៀងរាល់ថ្ងៃគុណសូមអរព្រះគុណទ្រង់ចំពោះសន្តិភាពនៅក្នុងដួងចិត្តរបស់ទូបង្គំនៅក្នុងពិភពលោកដែលពោពេញទៅដោយការព្រួយបារម្ភនិងភាពតានតឹងព្រះអង្គប្រទានសន្តិភាពជួយឲ្យទូបង្គំគេងលក់នៅពេលយប់ប្រឈមមុខនឹងថ្ងៃនីមួយៗដោយទំនុកចិត្តគុណអរព្រះគុណទ្រង់ដែលព្រះអង្គគឺជាប្រភពនៃភាពស្ងប់ស្ងាត់របស់ទូបង្គំដោយដែលមានចែងនៅក្នុងព្រះគម្ពីរភីលីបចំពុក4ខ7បានចែងថាធ្វើដូច្នេះសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្សនឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូនដែលរួមក្នុងអង្គព្រះគ្រីស្ទយេស៊ូវមិនខានគុណសូមអរព្រះគុណព្រះអង្គបន្តទៀតចំពោះសន្តិភាពនិងសុភមង្គលរបស់ព្រះអង្គដែលបានតាមថែរក្សាដួងចិត្តនិងគំនិតរបស់ទូបង្គំវាប្រសើរជាងអ្វីៗទាំងអស់ដែលពិភពលោកនេះអាចផ្ដល់ឲ្យព្រះម្ចាស់អើយទូបង្គំអរព្រះគុណទ្រង់ចំពោះអំណរនិងស្នាមញញឹមនៅក្នុងជីវិតរបស់ទូបង្គំគុណអរព្រះគុណទ្រង់ចំពោះខណៈពេលដ៏រីករាយពេលវេលាដ៏សប្បាយនិងហេតុផលទាំងឡាយដែលធ្វើឲ្យទូបង្គំញញឹមបានសូមអរព្រះគុណទ្រង់ចំពោះអំណោយទាននៃសេចក្តីអំណរដែលធ្វើឲ្យថ្ងៃធម្មតារបស់ទូបង្គំប្រែទៅជាស្រស់បំព្រងគុណសូមអរព្រះគុណព្រះអង្គចំពោះភាពស្រស់ស្អាតនៃធម្មជាតិដែលជុំវិញទូបង្គំគុណអរព្រះគុណទ្រង់ចំពោះពន្លឺព្រះអាទិត្យនិងទឹកភ្លៀងផ្កាដើមឈើមេឃខៀវខ្ចីនិងផ្កាយនៅពេលយប់ព្រះអង្គគុណអរព្រះគុណទ្រង់ដែលព្រះអង្គបានបង្កើតពិភពលោកដ៏ស្រស់ស្អាតបែបនេះសម្រាប់ប្រទានឲ្យទូបង្គំនិងមនុស្សទាំងអស់បានទស្សនាព្រះបន្ទូលរបស់ព្រះអង្គដែលមានចែងនៅក្នុងព្រះគម្ពីរលោកុបាទចំពុក1ខ31បានចែងថាព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមកព្រះអង្គឆ្វែងយល់ថាល្អប្រសើរបំផុតហើយពេលនោះមានល្ងាចមានព្រឹកគឺជាថ្ងៃទី6ទូលបង្គំសូមអរព្រះគុណព្រះអង្គដែលព្រះអង្គបានបង្កើតពិភពលោកដ៏អស្ចារ្យបែបនេះសម្រាប់ឲ្យយើងទាំងអស់គ្នាបានរីករាយអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមកគឺសុទ្ធតែល្អនិងស្រស់ស្អាតព្រះអង្គអើយទូលបង្គំអរព្រះគុណទ្រង់ចំពោះឱកាសទី2និងឱកាសថ្មីនៅពេលដែលទ្វារមួយបិទព្រះអង្គតែងតែបើកទ្វារមួយទៀតដល់ទូបង្គំនៅពេលដែលទូបង្គំបរាជ័យព្រះអង្គឲ្យទូបង្គំបានព្យាយាមម្ដងទៀតសូមអរព្រះគុណព្រះអង្គមិនដែលបោះបង់ចោលទូបង្គំឡើយទូបង្គំអរព្រះគុណទ្រង់ចំពោះអំណោយទាននៃមិត្តភាពគុណអរព្រះគុណទ្រង់ចំពោះមនុស្សដែលយកចិត្តទុកដាក់ចំពោះទូបង្គំស្ដាប់ទូបង្គំនិងចែករំលែកជីវិតជាមួយទូបង្គំផងដែរគុណអរព្រះគុណទ្រង់ចំពោះព្រះពរដែលទូបង្គំមានមិត្តភក្តិល្អៗដែលធ្វើឲ្យជីវិតរបស់ទូបង្គំកាន់តែប្រសើរបន្ថែមទៀតគុណសូមអរព្រះគុណទ្រង់សម្រាប់ការការពារនិងសុវត្ថិភាពពីព្រះអង្គតែងតែរក្សាទូបង្គំនៅសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗនិងហានិភ័យផ្សេងៗផងដែរជាច្រើនលើកច្រើនសារព្រះអង្គបានការពារទូបង្គំតាមរបៀបដែលព្រះអង្គធ្វើដោយទូបង្គំមិនបានដឹងនៅក្នុងព្រះគម្ពីរទំនុកដំកើងចំពុក121ខ8បានចែងថាព្រះអង្គម្ចាស់ថែរក្សាអ្នកនៅពេលចេញដំណើររហូតដល់ពេលត្រឡប់មកវិញចាប់តាំងពីពេលនេះរហូតតរៀងទៅគុណសូមអរព្រះគុណទ្រង់សម្រាប់ការថែរក្សាទូបង្គំនៅគ្រប់ទីកន្លែងដែលទូបង្គំទៅ
ទូបង្គំអាចធ្វើដំណើរដោយទំនុកចិត្តព្រោះព្រះអង្គកំពុងតែការពារទូបង្គំសូមអរព្រះគុណចំពោះការសិក្សាអប់រំនិងសមត្ថភាពក្នុងការរៀនសូត្រទូបង្គំសូមអរព្រះគុណទ្រង់ចំពោះសាលារៀនលោកគ្រូអ្នកគ្រូសៀវភៅនិងគ្រប់វិធីសាស្ត្រដែលទូបង្គំបានអភិវឌ្ឍចិត្តគំនិតនិងអភិវឌ្ឍការយល់ដឹងរបស់ខ្លួនតាមរយៈព្រះគុណរបស់ព្រះអង្គការរៀនសូត្រគឺជាអំណោយទានដែលធ្វើឲ្យជីវិតទូបង្គំកាន់តែសម្បូរបែបនៅក្នុងព្រះគម្ពីរសុភាសិតចំពុក1ខ7បានចែងថាការគោរពកោតខ្លាចព្រះម្ចាស់ជាប្រភពនៃការចេះដឹងមនុស្សខ្លៅតែងតែមើលងាយតម្រេះប្រាជ្ញានិងការព្រានប្រដៅកូនសូមអរព្រះគុណព្រះអង្គដែលទ្រង់គឺជាប្រភពនៃចំណេះដឹងនិងប្រាជ្ញាពិតប្រាកដទាំងស្រុងសម្រាប់ទូបង្គំសូមជួយឲ្យទូបង្គំរៀនសូត្រពីព្រះអង្គជាមុនជានិច្ចមុននឹងធ្វើអ្វីៗផ្សេងជាបន្តទៀតបបិទ្ធព្រះម្ចាស់អើយទូបង្គំសូមអរព្រះគុណចំពោះតន្ត្រីនិងសិល្បៈដែលនាំមកនៅភាពស្រស់ស្អាតមកចូលនៅក្នុងជីវិតរបស់ទូបង្គំគុណអរព្រះគុណទ្រង់ចំពោះបទចម្រៀងដែលលើកស្ទួយជីវិតទូបង្គំរូបភាពដែលផ្ដល់គំនិតច្នៃប្រឌិតនិងការបញ្ជាក់អារម្មណ៍នៃភាពច្នៃប្រឌិតទាំងឡាយដែលប៉ះពាល់ដល់ជីវិតទូបង្គំតាមរយៈការច្រៀងសរសើរនិងថ្វាយបង្គំព្រះអង្គទូបង្គំសូមអរព្រះគុណទ្រង់ចំពោះអំណោយទាននៃការគេងនិងការសម្រាកព្រះអង្គគុណអរព្រះគុណទ្រង់ចំពោះការគេងលក់ស្រួលយប់ដ៏ស្ងប់ស្ងាត់និងរបៀបដែលព្រះអង្គបានស្ដារកម្លាំងទ្រាងកាយទូបង្គំចិត្តគំនិតទូបង្គំឡើងវិញនៅពេលដែលទូបង្គំគេងលក់ការសម្រាកគឺជាព្រះពរដ៏ធំធេងមកពីព្រះអង្គព្រះគម្ពីរទំនុកដំកើងចំពុក4ខ8បានចែងថាពេលដែលទូបង្គំចូលដំណេកនោះទូបង្គំនឹងដេកលក់ដោយសុខសាន្តភ្លាមអោព្រះម្ចាស់អើយមានតែព្រះអង្គទេដែលធ្វើឲ្យទូបង្គំរស់នៅដោយសុខដុមរមនាបិតាគុណសូមអរព្រះគុណទ្រង់ដែលព្រះអង្គគឺជាទឹកខាងវិញ្ញាណដែលបំពេញតម្រូវការយ៉ាងជ្រាលជ្រៅបំផុតមកកាន់ទូបង្គំព្រះអង្គបានពន្លត់ការស្រេកឃ្លានរបស់ទូបង្គំចំពោះបំណងប្រាថ្នាផ្សេងៗនៅក្នុងជីវិតព្រះអង្គគុណអរព្រះគុណទ្រង់សម្រាប់រដូវកាលផ្សេងៗអាកាសធាតុដែលនាំមកនូវភាពចម្រុះនៃជីវិតសូមអរព្រះគុណទ្រង់ចំពោះផ្ការីកនៅរដូវផ្ការីកកម្ដៅនៅរដូវក្ដៅពណ៌ចម្រុះនៅរដូវស្លឹកឈើជ្រុះនិងមានភាពស្រស់ស្អាតតាមរដូវកាលនីមួយៗបង្ហាញឲ្យទូបង្គំឃើញអំពីទស្សនវិជ្ជាខុសៗគ្នានៃគំនិតច្នៃប្រឌិតរបស់ព្រះអង្គទូបង្គំអរព្រះគុណទ្រង់ចំពោះសេចក្តីសង្ឃឹមសម្រាប់អនាគតមិនថាមានការប្រឈមមុខអ្វីក៏ដោយក៏ទូបង្គំដឹងថាព្រះអង្គមានផែនការល្អសម្រាប់ទូបង្គំជានិច្ចគុណអរព្រះគុណទ្រង់ចំពោះព្រះបន្ទូលសន្យានៃជីវិតអស់កលជានិច្ចជាមួយព្រះអង្គនៅឯនគរឋានសួគ៌គុណសូមអរព្រះគុណទ្រង់ព្រះវត្តមានព្រះអង្គមិនដែលខកពេលឡើយហើយថេរវេលារបស់ព្រះអង្គក៏នៅក្នុងជីវិតទូបង្គំជានិច្ចព្រះអង្គមិនដែលចាកចេញពីទូបង្គំឬបោះបង់ទូបង្គំម្ដងណាឡើយទាំងក្នុងគ្រាល្អនិងគ្រាលំបាកព្រះអង្គតែងតែគង់នៅទីនេះជានិច្ចជាមួយទូបង្គំគុណសូមអរព្រះគុណទ្រង់ក្នុងការផ្ដល់កម្លាំងចិត្តនិងការលួងលោមដល់ទូបង្គំមិនដែលរស់នៅតែម្នាក់ឯងនោះទេព្រោះព្រះអង្គតែងតែគង់នៅជាមួយទូបង្គំជានិច្ចនៅពេលដែលទូបង្គំបញ្ចប់ពីអធិដ្ឋានអរព្រះគុណព្រះអង្គនេះទូបង្គំសូមអរព្រះគុណព្រះអង្គសារជាថ្មីម្ដងទៀតចំពោះអ្វីៗទាំងអស់ដែលព្រះអង្គបានផ្គត់ផ្គង់សេចក្តីល្អរបស់ព្រះអង្គចំពោះទូបង្គំគឺលើសអស់ពីអ្វីៗដែលទូបង្គំស័ក្តិសមនឹងទទួលបានប៉ុន្តែព្រះអង្គប្រទានឲ្យទូបង្គំដោយឥតគិតថ្លៃព្រោះព្រះអង្គស្រឡាញ់ទូបង្គំអោព្រះម្ចាស់អើយសូមជួយឲ្យទូបង្គំរស់នៅក្នុងថ្ងៃនីមួយៗដោយមានដួងចិត្តដឹងគុណនៅពេលដែលទូបង្គំរងការលបួងឲ្យរអ៊ូរទាំឬផ្ដោតលើអ្វីៗដែលទូបង្គំគ្មានសូមរំលឹកទូបង្គំចំពោះអ្វីៗដ៏អស្ចារ្យទាំងអស់ដែលព្រះអង្គបានប្រទានមកឲ្យទូបង្គំរួចហើយសូមឲ្យសេចក្តីអរព្រគុណคล้ายទៅជាអាកប្បកិរិយានិងទម្លាប់ប្រចាំថ្ងៃរបស់ទូបង្គំនិងក្រុមគ្រួសារទាំងកូនចៅរបស់ទូបង្គំផងដែរនៅថ្ងៃនេះទូបង្គំសូមចូលមករកព្រះវត្តមានរបស់ព្រះអង្គដោយសេចក្តីអរព្រគុណនិងការសរសើរដំកើងទ្រង់ហើយកូនក៏សូមថ្វាយរាល់ពាក្យអធិដ្ឋានអរព្រគុណទាំងអស់នៅថ្ងៃនេះទៅកាន់ព្រះអង្គថ្វាយដាច់នៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែន